នាពេលព្រឹកព្រលឹមមួយមានតួអង្គម្នាក់ដែលមានឈ្មោះថាបញ្ញាបានធ្វើការស្វែងរកឈើដើម្បីយកទៅលក់ឲ្យវិលិចនៅក្នុងភូមិហើយគាត់ធ្វើការខិតខំប្រឹងប្រែងខ្លាំងមែនទែនក្នុងការកាប់ឈើទាំងនោះហើយគាត់ក៏បានធ្វើដំណើរមកកាន់ព្រៃជ្រៅដើម្បីស្វែងរកឈើដែលគាត់ចង់បានសម្រាប់យកទៅលក់ប៉ុន្តែក្នុងគណៈពេលនឹងដែរគាត់ក៏បានប្រទះឃើញនៅរបស់អ្វីមួយដែលចម្លែកខ្លាំងមែនទែនខុសពី Word របស់ Minecraft ហើយគាត់ក៏បានពិនិត្យមើលហើយអានេះគឺជាអ្វីហ្នឹងមើលទៅដូចគួរឲ្យប្លែកម៉េចតែក្នុង Minecraft យើងអត់មានទេហើយគាត់ក៏ចង់សាកល្បងចូលក្នុងវត្ថុមួយនេះហើយខ្ញុំសមាជិកចូលក្នុងវត្ថុមួយនេះតើវាជាអ្វីទៅហើយពេលគាត់បានភ្ញាក់ពីគេងមកក៏គាត់ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំងមកកាន់ពិភពថ្មីមួយដែលគាត់មិនដែលស្គាល់ហើយពិភពនោះដែរគឺមិនធម្មតានោះទេគឺសម្បូរទៅដោយស៊ុំប៊ីនិងផ្ទះបោះបង់ចោលជាច្រើនអញ្ចឹងបើសិនជាចង់ដឹងថាជីវិតរបស់គាត់ទៅជាយ៉ាងណាហើយនេះគឺជាថ្ងៃទី1នៃការចាប់ផ្ដើម Survival របស់ខ្ញុំក្នុងពិភព Zombie Apocalypseអូខេណោះនេះអញ្ចឹងខ្ញុំនៅលើនេះហើយខ្ញុំគិតថាខ្ញុំគួរចុះទៅក្រោមចុះតាមកំដៅនេះហើយអូយើងមានបន្ទប់យើងមួយហើយយើងត្រូវការចូលមើលអញ្ចឹងនៅខណៈពេលនោះដែរខ្ញុំក៏បានឃើញឆេះមួយហើយខ្ញុំបានបើកមើលគឺសិតតែអីវ៉ាន់តំណងមានតែពីកាភ្លើងគ្រាប់អៅក្រោះនិងកៅអៅផ្សេងនិងម្ហូបអាហារសម្រាប់យើងញ៉ាំផងដែរហើយខ្ញុំក៏បានស្លៀកពាក់កៅអៅនោះទាំងអស់តែម្ដងដែលគេបានផ្ដល់ឲ្យក្នុងម៉ូដមួយហ្នឹងហើយងាយស្រួលប្រើប្រាស់ជាងមុនផងដែរហើយកាប់សុកនេះខ្ញុំក៏បានប្រទះឃើញដែកផងដែរគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំក៏បានប្រមូលដែកហ្នឹងដើម្បីយកទៅដុតហើយអាចនឹងក្រាស់ pickaxe ដែកឬក៏បន្ថៅដែកពេលយប់បានមកដល់ស៊ុំប៊ីទាំងហ្នឹងក៏បានមកលោមព័ទ្ធផ្ទះខ្ញុំតែម្ដងហើយវាធ្វើការវាយទ្វាររបស់ខ្ញុំដើម្បីទន្លុះចូលប៉ុន្តែខ្ញុំបានប្រុងប្រយ័ត្នជាស្រេចក្នុងការកាន់កាភ្លើងជានិច្ចសម្រាប់បាញ់ចម្លាប់វាចោលងាប់ទៅព្រោះប្រកាសយកអញ្ចឹងពេលយប់ហើយខ្ញុំក៏បានធ្វើការដាក់ខ្ជូងបន្ថែមដើម្បីទៅការដុតដែកឲ្យវារួចរាល់នៅពេលថ្ងៃស្អែកមើលដល់កន្លែងហ្នឹងហើយកុំភ្លេចចុច like ផងហើយពេលយប់ខ្ញុំក៏បានឡើងមកលើផ្ទះរបស់ខ្ញុំដើម្បីមកសម្រាកដោយសារតែខ្ញុំអស់កម្លាំងខ្លាំងមែនទែនពេញមួយថ្ងៃហើយនេះដែរគឺជាថ្ងៃទី2ក្នុង mod Zombie Apocalypse ចឹងថ្ងៃទី2នេះដែរខ្ញុំបានងើបពីគេងមកហើយខ្ញុំក៏បានឃើញcoal ឬក៏ខ្ជូងនឹងនៅគៀននឹងហើយខ្ញុំធ្វើការចោះទៅរកវាតែម្ដងដោយសារខ្ញុំត្រូវការវាខ្លាំងមែនទែនចឹងនៅក្នុង mod Zombie Apocalypse នឹងដែរគឺយើងពេលយើងចេញពីផ្ទះឬក៏ចេញពីតំបន់ដែលយើងរស់នៅភ្លាមគឺ Zombie វានៅពេញនឹងឯងមុននឹងធ្វើការរកកាប់របស់វិញមួយយើងគួរតែមើលឆ្វេងមើលស្ដាំជាមុនសិនអស់ហ្នឹងហើយខ្ញុំក៏បានប្រមូលខ្ជូងរួចរាល់ហើយខ្ញុំគិតថាខ្ញុំនឹងដើរ explore មើលតាមជុំវិញហ្នឹងតើវាមានអីខ្លះឃើញផ្ទះទុកចោលច្រើនមែនទែនយើងអាចនឹងមានអវ៉ាន់ loot ហើយយើងក៏ឆ្លៀតពេលកាប់ឈើបន្តិចបន្តួចផងដែរហើយខ្ញុំបានធ្វើដំណើរដល់ផ្ទះមួយដែលគេបោះបង់ចោលហើយខ្ញុំក៏ឆ្លៀតចូលទៅមើលបន្តិចទៅចឹងនេះគឺជាភាគទី1របស់យើងហើយខ្ញុំត្រូវការមតិពីអ្នកគ្នាតើអ្នកគ្នាចូលចិត្តវីឡូបែបសាច់គ្រឿងបូកនឹង mod zombie នឹងអត់ហើយអ្នកគ្នាអាច comment ខាងក្រោមបានបើសិនអ្នកគ្នាយើងចូលចិត្តច្រើនខ្ញុំនឹងធ្វើ full វីដេអូតែម្ដងខ្ញុំអត់កាត់មកភាគអីទេចា៎នេះក៏ខ្ញុំធ្វើតេស្តអ្នកគ្នាទេតើអ្នកគ្នាចូលចិត្តវីដេអូបែបនេះអត់ខ្ញុំទស្សនានៅវីដេអូក្រោយទៀតអ្នកគ្នាវីដេអូ full តែម្ដងបើអ្នកគ្នាគាំទ្រច្រើនខ្ញុំនឹងឆាប់ធ្វើហើយឆាប់ចាញ់វីដេអូពេញតែម្ដង